Hơi, và bạn chất đó lấy. Bạn chất đây cái Dân chất intern ấy, bọn anh đăng hai dân thầy intern ngày nào? hai chia chọc thơm nâng hai chia tôi khẹp bay khẹp buồn. Khẹp bay khẹp buồn. Tại nhưng mà rõm hai nhưng mà toàn chết ấy hay à toàn man thiểm khuôn ấy sao mong. Nhôm có ớt đây. Đi đeo bùng giấy ấy nè. Ông bạn Ông chất bạn được chất hưởng intern intern. Nông bùng ọt đăng tha thầy trong chua mình đáy vừa chân đo ngày. Cụ nhôm có ớt đâng đây. Đâng hạt trâu điệp CV, trâu rô cầm hôn na, trâu rô ấy. Ớt đâng hạt trâu thơ mạnh ngó mì rõm tha. Ớt miên cùng nứt in tịch ngó. Nên là hay năm mươi bên chết ở đăng ha ở thử hiệp trong khuôn mất đầm bay cho tới intern rồi có dân xoay hồi intern tam na ấy trong phủi dân ở miền bắc phía sau thì bị từ buồn nó nhớ miền bắc phía sau bị kia chứ anh đang anh tham anh chỉ lừa từ buồn mà dân Cho nên thì nào ban su search ball này. Ớt không chứ. អ៊ីថាមាន contact ទៅ search បងណែ ខ្ញុំបានឆាតទៅបងដែលលៀងយកមិញដែរបានឲ្យ advice ឬក៏ experience របស់គាត់នោះប្រាប់យើងចំណែក ខ្ញុំឆាតដែរបង not main ខៀងគាត់រៀន Gen X តែមិនម៉ែយើងហៅគ្នាយើងហ្មងសួរគេលោកគាត់បានសួរ advice ពី search បងណែថាអីចឹងឥឡូវតោះយើងទៅ ngày mong tha xua search bar ឬ intern បានសួរពុកគាត់នៅ ខ្ញុំបានសួរហើយតើសួរពីដូចមាន biggest challenge ហើយពួកគាត់ overcome internship នឹងមិនហ្នឹង ចានិយាយចឹង challenge របស់គាត់មានន័យខ្លះដែរ ចឹងតាមអ្វីខ្ញុំបានឆាតសួរបងដែលលៀងគាត់ថា biggest challenge របស់គាត់ហ្នឹងគឺ finding an internship opportunity ហ្នឹងដោយសារតែកំពុងពាក្យច្រើនហ្នឹងគាត់បាននិយាយថាគេធ្វើការ intern ហ្នឹងធ្វើការយ៉ាងតិច6ខែដើម្បី become ទៅជា full time staff ហ្នឹងអីចឹងទៅហើយណាមួយដូចយើងដឹងចឹងសាលាយើងគឺតម្រូវឲ្យយើង complete តែ first internship ហ្នឹងហើយ return មកសាលាដងទៀតដើម្បីយើងមកធ្វើទៀតចឹងដោយសារតែការ mismatch schedule ហ្នឹងហើយដែលធ្វើឲ្យគាត់ពិបាកក្នុងការ meet company requirement ហ្នឹង ហើយសម្រាប់ខ្ញុំវិញបងមិនខៀងគាត់ប្រាប់ខ្ញុំថា biggest challenge របស់គាត់ហ្នឹងដែល face ហ្នឹងពេល internship ហ្នឹងគឺ constantly keep up មួយ requirement ណាដូចគេត្រូវឲ្យយើងធ្វើនេះធ្វើនោះអញ្ចឹងយើងត្រូវតែ meet up requirement គេយើងត្រូវរៀនខ្លួនឯងយើងត្រូវអីអញ្ចឹងណាហើយមួយទៀតគឺ revise logic code យើងដើម្បី adapt ជាមួយនឹង user ដូចថាយើងធ្វើឲ្យ code យើងស្រួលមើលស្រួលអីពេលគ្នាយើងដូចថាគ្នាយើងតទៀតមើល code យើងទៅគាត់ understand logic យើងស្រួលណា Yeah ហើយមានទៀត ដូចសល់ overcome មួយទៀតមិនថ្ងៃនិយាយ overcome មួយទៀតណា ចឹងសម្រាប់ overcome សម្រាប់បងកិច្ចលៀនគឺគាត់បាននិយាយថាពេលហ្នឹងគឺគាត់ actively search for internship ណាដែលមកជាមួយនឹង academic schedule របស់គាត់ហ្នឹងហើយគាត់បាន prepare CV របស់គាត់ជាមួយនឹង portfolio របស់គាត់ហ្នឹងទៅ apply ទៅតាមទៅឆ្លើយ company តាមដែលគាត់អាចធ្វើបានចឹងទៅហើយមួយទៀតគឺគាត់ stay flexible ហើយនឹងគាត់បាន communicate ជាមួយនឹងក្រុមហ៊ុនច្បាស់អំពី availability របស់គាត់ហ្នឹងហើយគាត់បាន show a strong willingness របស់គាត់ហ្នឹងក្នុងការ learn ហើយ adapt ទៅតាមក្រុមហ៊ុនហ្នឹង ហើយសម្រាប់បងមិញវិញគាត់អ្វីដែលគាត់ overcome ហ្នឹងគឺ overcome problem ហើយ future problem ហ្នឹង by rewriting code គាត់ព្រោះគាត់ជា web developer ចឹងទៅគាត់ពីច្រើន mostly doing in code ចឹងទៅគាត់ត្រូវតែ refactor code គាត់ត្រូវមាន user involvement ដើម្បី test product គាត់ថាវាអាចប្រើការបានឬក៏វា user free ដើម្បីប្រើអត់ចឹងណា Yeah ចុះមានបានសួរ advice គាត់អីអត់ ចឹង advice សម្រាប់ intern Yeah ចឹងបងកិច្ចលៀនគាត់បាន suggest ឲ្យយើងរក internship ចាប់ពី1ខែកន្លះទៅ2ខែមុនហើយឲ្យរកមើល company ណាដែលមើលទៅរៀង professional ហើយនៅពេលដែលយើងទទួលបាន offer ពី company ណាមួយចឹងយើងកុំទាន់ accept របស់គេភ្លាមៗ like យើងត្រូវសួរពី search បងផ្សេងៗអំពីក្រុមហ៊ុនហ្នឹងឬក៏ឆាតទៅសួរបងដែលនៅខាង CS department អំពីក្រុមហ៊ុនហ្នឹងសិនចាំយើង accept មួយទៀតនៅពេលដែលយើង accept company ណាមួយហើយ reject company ណាមួយចឹងយើងត្រូវនិយាយមួយគេក៏អរគុណគេឲ្យត្រឹមត្រូវឲ្យមើលទៅយើង professional ចឹងទៅហើយចុងក្រោយគេគឺយើងគឺគាត់ advice ឲ្យយើងហ្នឹងapply ទៅ apply ឲ្យ internship ហ្នឹងឲ្យបានច្រើនតាមដែលអាចធ្វើបានតាមរយៈ email ឬក៏តាម Telegram ហើយតាមបទពិសោធន៍របស់គាត់ហ្នឹងគឺគាត់ថាការ apply តាម Telegram ហ្នឹងវាមាន effective ជាងតាម email ហើយសម្រាប់ advice ខាងខ្ញុំវិញគឺសម្រាប់ student ដែលគាត់ start internship នៅខាង technology field ឬក៏ web field ហ្នឹងគឺ advice ដែលគាត់និយាយជូនយើងហ្នឹងគឺយើងត្រូវតែ improve coding skill យើងអាហ្នឹងគឺសំខាន់មែនតើហើយមិនមែនតែ coding skill ទេគឺ soft skill យើងហ្នឹងមកថាយើងអាច communicate មួយគេបានអត់យើងអាច work together as a team អីបានអត់
ហើយមួយទៀតដែលគាត់ប្រាប់ហ្នឹងគឺ improve your hard skill too become the best at the thing you do will open opportunity for both software engineering and career អញ្ចឹងគាត់ sum up មកគាត់និយាយថាយើងមិនធំតមានតែ hard skill ទេយើងត្រូវមាន soft skill ទៀតដើម្បីមែនតើទៅយើងត្រូវធ្វើការជាក្រុមយើងត្រូវការ work ជាមួយមនុស្សដទៃទៀត yes ចឹងមានអីទៀតអត់ អូសំណួរទី4មួយទៀតគឺគាត់សួរថា were you scared or nervous at the beginning កាលខ្ញុំបានសួរ so សម្រាប់ខាងខ្ញុំវិញគឺវាថា if បើថតជាមួយ internship មកគាត់ក៏ភ័យដែរមិនមែនតែយើងភ័យទេយល់អញ្ចឹងទៅគាត់ថាគាត់ភ័យគាត់អត់ដឹងថាត្រូវធ្វើម៉េចហើយគាត់ prepare លើក៏អាច prepare អាច over prepare ឬក៏អាច under prepare ដែរហើយគាត់ថាគាត់អត់សូវដឹងពី company ម៉ែនទេអញ្ចឹងក៏គាត់ do research គឺវាថាមិនតែប៉ុណ្្នឹងគឺយើងក៏ភ័យគាត់ក៏ភ័យដូចតែគ្នាអញ្ចឹងមានតែ improvement ទាំងអស់គ្នាដែល advice ដែលគាត់ប្រាប់យើងហ្នឹងហើយសំណួរមួយទៀតគាត់សួរយើងសួរគាត់ទៅថា what should intern prepare before starting I should prepare all the necessary tech stack that I've learned and research about company tech stack and the culture and learn to adapt with expectation yes មានប៉ុណ្ណឹងហើយ sum up ទៅគឺគាត់បានឲ្យ advice យើងទៅចឹងអីដែលខ្ញុំស្ដាប់បានហើយសរុបមកវិញហ្នឹងគឺទី1 challenge របស់ពួកគាត់ហ្នឹងគឺ company ជាមួយ schedule មួយ company ហ្នឹងគឺអត់ align គ្នាដោយសារតែ company ត្រូវការ6 intern 6ខែហើយយើងត្រូវ intern 3ខែត្រឡប់មកសាលាវិញអញ្ចឹងពិបាករកcompany ណាដែលត្រូវ requirement ហើយទី2ហ្នឹងគឺតើតើនឹងនៅពេលដែល intern ហ្នឹងគឺuser requirement នៅក្នុង company គេដូររហូតអញ្ចឹងគាត់ត្រូវដូរ logic របស់ code ឬក៏ refactor code ឬក៏ database ហ្នឹងបន្ថែមទៀតដើម្បី meet user requirement ហើយដល់ពេលអីដែលពួកគាត់ overcome ហ្នឹងទី1ហ្នឹងគឺគាត់ព្យាយាមចំណាយពេល search រក company ដែលត្រូវ requirement របស់ពួកគាត់ឬក៏ត្រូវ schedule ហ្នឹងរយៈពេលមុន2ខែឬក៏1ខែកន្លះនៅពេលចូល intern ហ្នឹងហើយមួយទៀតហ្នឹងតកតងនឹងការដែលពេលធ្វើ intern ហ្នឹងគឺគាត់អាចនឹងព្យាយាមសិក្សាស្វែងយល់ស្វ័យសិក្សាខ្លួនឯងឬក៏ research បន្ថែមពី technology stack អីនៅក្នុង company ហ្នឹងដើម្បីកែឲ្យត្រូវ requirement របស់ user ហ្នឹងហើយបើសិនជា advice អីដែលខ្ញុំតាមទាន់ហ្នឹងគឺព្យាយាមdevelop ខ្លួនឯងតទៅនឹង soft skill ហើយ hard skill soft skill ហ្នឹងក៏សំខាន់ដែរដើម្បីឲ្យយើងធ្វើការជា team work ហើយ hard skill ហ្នឹងគឺយើងរក technology stack ណាដែលត្រូវ company ដែលយើងនឹងធ្វើការហ្នឹងហើយនឹងមួយទៀតព្យាយាម prepare ខ្លួនឯងដូចរៀបចំ CV ឲ្យបានត្រឹមត្រូវនិយាយរួម well prepare ដើម្បីទៅធ្វើការ intern ហ្នឹងរក intern ហ្នឹងហើយនៅពេលដែលយើង reject ឬក៏អីហ្នឹងយើងត្រូវនិយាយ communicate មួយ company ឲ្យបានត្រឹមត្រូវដូចយើងសុំទោសគេឬក៏អរគុណគេឲ្យបានត្រឹមត្រូវដើម្បីបង្ហាញពី respect របស់យើងទៅកាន់គេដែរអញ្ចឹងអាហ្នឹងអីដែលយើងចាប់បានក្នុងនិយាយគ្នាថ្ងៃហ្នឹងចឹងសរុបមកខ្ញុំបានទទួលព័ត៌មានច្រើនមែនតើពីការដែលយើងមុននឹងយើងចុះ intern ហើយចឹងឥឡូវហ្នឹងយើងកុំពិបាកចិត្តទៀតអីព្រោះអី intern ក៏វាគៀកចូលមកដល់បើថាយើងនៅតែពិបាកចិត្តទៀតវាធ្វើឲ្យយើង stress លើសដើមចឹងឥឡូវហ្នឹងយើងទៅរៀបចំ CV ឬក៏យើងទៅ prepare ខ្លួនឲ្យបានត្រឹមត្រូវមុនពេលយើងចូល intern ចឹងអត់មិនជួបបានទេចឹងចាប់ហើយបងគាត់ឲ្យបាយមើលវីដេអូអត់ធ្វើ CV លឿនហើយមើលវីដេអូហ្នឹងហើយទៅធ្វើ CV ទាំងអស់គ្នា